បាទសួស្តីអ្នកនរគ្នាដើម្បីយល់ដឹងអំពីបុណ្យនានាក្នុងប្រពៃណីខ្មែរយើងតែងតែមានកម្មវិធីបាំងស្កូលបាទគឺវិធីបាំងស្កូលអញ្ចឹងយើងយល់ដឹងទាំងអស់គ្នាហេតុអីបានគេធ្វើវិធីបាំងស្កូលបាទរីករាយសម្រាប់ទាំងអស់គ្នាទុកជាចំណេះដឹងបាទពិធីបាំងស្កូលគឺជាពិធីរំលឹកវិញ្ញាណក្ខន្ធដើម្បីជាកិច្ចតបស្នងសងគុណនិងជួយរំដោះទុក្ខទោសដល់បុព្វការីជនរបស់ខ្លួនមិនថាជាសាច់ញាតិឬសត្វឃាតដែលពួកគេបានសម្លាប់យកសាច់ជារៀងរាល់ថ្ងៃនោះទេពួកគេត្រូវឧទ្ទិសកុសលផលបុណ្យទាំងនេះឲ្យសត្វទាំងនោះមិនថាសត្វត្រីជ្រូកគោមាន់ទាឬសត្វដែលពួកគេសម្លាប់ជារៀងរាល់ថ្ងៃដើម្បីទទួលបាននៅប្រាក់កម្រៃក្នុងការចិញ្ចឹមជីវិតផ្សេងៗការបាំងស្កូលនេះហើយបានរួមចំណែកលាងនៅអំពើបាបរបស់ពួកគេផងដែរតាមរយៈការឧទ្ទិសផលបុណ្យនេះឯងកិច្ចពិធីបាំងស្កូលរមែងធ្វើនៅឧបដ្ឋានសាលាឆាន់ឬនៅកុដិភិក្ខុសង្ឃផ្ទាល់មិនថាគ្រប់កលៈទេសៈដែលកើតមាននៅការផ្ដើមកម្មវិធីបុណ្យសុទ្ធតែតាក់ទងនឹងកិច្ចបាំងស្កូលនេះបាទដើម្បីជាចំណេះដឹងទាំងអស់គ្នាបងប្អូនយល់ថាយើងទៅវត្តយើងត្រូវចេះឆ្ងល់ហេតុអីមានពិធីបាំងស្កូលណាមានអីចឹងទៅបាទអញ្ចឹងដើម្បីជាចំណេះដឹងខ្ញុំយកអត្ថបទពីនេះពីនោះយកមកចែករំលែកបន្តជូនដល់មិត្តអ្នកទស្សនាដែលចូលចិត្តតាមដានប្រព័ន្ធ social media ដូចជា Facebook YouTube Instagram TikTok ជាដើមបាទសូមអរគុណជួបគ្នានៅវីដេអូក្រោយទៀតជាវិធីសាស្ត្រសាស្ត្រដែរចាប់ក្នុងឱកាសនេះខ្ញុំសូមដែលយើងបានពេញ